ស្ដីចំពោះពុកម៉ែបងប្អូនលោកយាយលោកតាចាស់ព្រឹទ្ធាចារ្យទីគោរៀនច្បងទាំងអស់គណៈពេលនេះជាពេលវេលាមួយដែលសំប្រកបនៅខិតរិតដូច្នេះខ្ញុំប្រកាសណាខ្ញុំបានមុននឹងលើកអត្ថសេចក្តីនិយាយអំពីហេតុដើម្បីយល់យកប្រកបនៃសតិស្មារតីដល់លោកយាយលោកតាចាស់ព្រឹទ្ធាចារ្យទីគោរៀនច្បងទាំងអស់យល់អំពីហេតុផលរៀនយកចំណេះវិជ្ជាដែលប្រកបនៅក្នុងឆន្ទៈនឹងការមុខមុតយល់ប្រកបនៅក្នុងសភាវៈដែលជាអ្នករក្សាប្រពៃណីវប្បធម៌ដោយមានសតិស្មារតីដូច្នេះខ្ញុំប្រកាសណាខ្ញុំបាននឹងពោលអធិប្បាយបរិយាយអំពីហេតុដែលឲ្យលោកអ្នកទាំងឡាយប្រកបនៅក្នុងការឧបសម្បទាចំពោះចំណេះវិជ្ជាដែលបានយល់យកប្រកបដោយសតិស្មារតីដូច្នេះនៅក្នុងអត្ថនៃព្រះធម៌ហើយយល់យកប្រកបនៅក្នុងធម៌ដែលទស្សសពិតអរិយធម៌ដែលប្រកបនៅក្នុងអត្ថនៃព្រះពុទ្ធសាសនាគ្រប់រូបបានទាំងអស់រមែងតែងតែយល់យកប្រកបនៅក្នុងសាសនាដើម្បីជាស្ថិរភាពនិងការរឹងមាំចំណេះវិជ្ជាដែលមាននៅក្នុងឯកតៈឯកវចនៈរបស់ជាតិនិងសាសនាដូច្នេះទូលព្រះបង្គំខ្ញុំប្រកាសណានឹងលើកអត្ថយកអំពីហេតុផលដើម្បីឲ្យយល់ទៅតាមសតិស្មារតីដោយឧបនិស្ស័យដូច្នេះចូលលោកទាំងឡាយតាំងចិត្តដើម្បីចម្រើនចូលក្នុងការគោរពនៃគុណព្រះរតនត្រ័យជាមួយខ្ញុំព្រះករុណាខ្ញុំបានមហាចរតនជ័យជាចៅព្រះមុនជាអ្នកជំនឿដូនតាចំនួនក្រោយផ្ដល់នៅអាវាតនៃការទូមានខ្លះចំពោះបងប្អូនកូនក្មួយដែលមានឧបនិស្ស័យដូច្នេះសូមលោកទាំងឡាយតាំងចិត្តដើម្បីយកប្រកបនៅក្នុងសភាវៈដែលជាអ្នកទ្រទ្រង់ក្នុងការរក្សានៅព្រះពុទ្ធសាសនាយកប្រកបដោយបញ្ញាបាធិក្នុងការរក្សានិងការទូមានព្រានប្រដៅយ៉ាងណាឲ្យត្រូវទៅតាមបែបព្រះពុទ្ធសាសនានៅក្នុងអន្តរកាលនេះគឺជាអន្តរកាលមួយដែលប្រកបអ្នកខិតរិទ្ធបសតោមនោសេចក្ដីជ្រះថ្លានៅក្នុងព្រះពុទ្ធសាសនាលោកទាំងឡាយត្រូវយល់យកប្រកបនៅក្នុងសភាវៈជាអ្នកទ្រទ្រង់ទៅតាមបែបបទនិងស្ថានដែលបានមកអំពីកញ្ចវៈអ្នករក្សារាល់នៃបែបបទនិងស្ថានដែលបានជាការគោរពក្នុងព្រះពុទ្ធសាសនាបរិយាយរាយរាប់អំពីហេតុដើម្បីនាំមកប្រយោជន៍នៅក្នុងព្រះពុទ្ធសាសនាដើម្បីឲ្យលោកទាំងឡាយយល់អំពីអត្ថនៃការរស់នៅក្នុងព្រះពុទ្ធសាសនានិងការយល់យកប្រកបរាល់នៃសភាវៈទាំងឡាយដែលមាននៅក្នុងហេតុដែលជាដើមចំនៃព្រះពុទ្ធសាសនាដូច្នេះចូលលោកទាំងឡាយតាំងចិត្តជាប់នៅក្នុងបសតោមនោសេចក្ដីជ្រះថ្លានៅក្នុងធម្មៈដែលមានជាអ្នករក្សាទ្រទ្រង់ដោយហេតុមេត្តាសសភិកវតអរហតសមេមេសមេពតេសសនិមេត្តាសសភិកវតអរហតសមេមេសមេពតេសសនិមេត្តាសសភិកវតអរហតសមេមេសមេពតេសសពតេសារណកិច្ចចមេតេមេមេសារណកិច្ចចមេសង្ឃសារណកិច្ចចមេទូព្រមគុំខ្ញុំប្រកាសណាលើកំបងអញ្ជលីមរៀមទាំងពីរប្រសពប្រកបឡើងដោយការគោរពនៃគុណព្រះរតនត្រ័យបីគឺពុទ្ធរតនៈពីធម្មរតនៈ3សង្ឃរតនៈដោយសេចក្តីគោរពជ្រះថ្លាយ៉ាងក្រៃលែងពុទ្ធំសារណង្កិច្ឆាមិធម្មំសារណង្កិច្ឆាមិសង្ឃំសារណង្កិច្ឆាមិបន្តពីបានស្ដាប់នមស្ការព្រះរតនត្រ័យនៃសេចក្តីអត្ថខាងដើមទូព្រះបង្គំខ្ញុំប្រកាសណាសូមរំលឹកនឹកដល់គុណអរហន្តទាំង9ព្រមទាំងព្រះមនីអេសីរក្សាទាំងទិសទាំង8នៃអវតារទីទេនសីនាក្រឡាពីដោយទូព្រះបង្គំខ្ញុំប្រកាសណាពោលយ៉ាងដូចនេះឲ្យលោកទាំងឡាយយល់អំពីហេតុនៃគុណតម្លៃដែលมันអាចកាត់ថ្លៃបាននៅក្នុងព្រះពុទ្ធសាសនាដែលលោកតែងតែពោលនៅក្នុងអត្ថនៃសេចក្តីថាពុទ្ធំសារណង្កិច្ឆាមិធម្មំសារណង្កិច្ឆាមិសង្ឃំសារណង្កិច្ឆាមិដំណើរទាំង3នៃអវតារទីទេនសីនាក្រឡាពីគិតជាធម្មៈនាំមកឲ្យមានការរក្សាទៅតាមបែបព្រះពុទ្ធសាសនាជាធម៌ដែលនាំមកនៃការយល់យកប្រកបដោយស្មារតីជាសេចក្តីអត្តអង្គាទៅតាមហេតុផលប្រពៃណីទំនៀមទម្លាប់និងការបង្កប់រាប់បញ្ជានៅក្នុងការរក្សានៅក្នុងព្រះពុទ្ធសាសនាហើយផ្ដល់ជាប្រយោជន៍នាំមកនូវភាពថ្លៃថ្នូរប្រកបនៅក្នុងព្រះពុទ្ធសាសនាឲ្យមានស្ថិរភាពភាពត្រឹមត្រូវជាក់ស្ដែងនៅក្នុងអត្ថហើយដែលនាំមកឲ្យមានភាពរីកចម្រើននិងលូតលាស់ដដាលដោយសតិស្មារតីដូច្នេះនៅក្នុងអត្ថន័យសេចក្តីអធិប្បាយបរិយាយអំពីហេតុដែលកើតនៅក្នុងអន្តរកាលគឺកាលនាសម័យបច្ចុប្បន្ននេះឃើញថាហេតុទាំងឡាយបានប្រគំប្រជុំ3នៃបត្រៃរដ្ឋការកំណត់និងការប្រឆាំងតតាំងនៅក្នុងហេតុភាពដែលជាអ្នករក្សានិងទ្រទ្រង់នៅក្នុង
មន្ត្រីរាជការអាជ្ញាធរដែលជាអ្នករក្សាទៅតាមបែបបទនិងស្ថានផងដែលលោកអ្នកទាំងឡាយកំពុងតែជួបនៅក្នុងហេតុត្រូវបានច្របូកច្របល់ដង្កល់ទុកនៅក្នុងហេតុដែលជាអ្នករក្សានិងការរៀនសូត្រតាក់ទងនៅក្នុងហេតុដែលលោកអ្នកទាំងឡាយកំពុងតែមានភាពវិវត្តនិងអន្តរកាលនេះដើម្បីឲ្យមានស្ថិរភាពដ៏រឹងមាំនៅក្នុងហេតុសាសនាផងនិងតបកិច្ចដែលជាអ្នករក្សាទៅតាមបែបបទនិងស្ថានដែលបានយល់យកប្រកបនៅក្នុងហេតុទីផងដូច្នេះខ្ញុំប្រកាសណានឹងពោលនៅក្នុងអត្ថជាសេចក្តីយល់យកទៅតាមអត្ថនៃព្រះធម៌ដែលលោកទាំងឡាយបានរមែងជួបនឹងការពើពែប្រទេសនៅក្នុងហេតុជាសក្ខីភាពដែលខ្ញុំប្រកាសណាបានពោលទៅតាមអត្ថនៃអក្សរសាស្ត្រនិងអក្សរសិល្ប៍ដើម្បីឲ្យលោកទាំងឡាយបានជាផលប្រយោជន៍នៅក្នុងនាបច្ចុប្បន្នកាលដែលកំពុងវិវត្តនឹងការចំនួនដោះតែងខ្វែងគំនិតដោយការមិនស្ដាប់នៅរាល់នេះប្រយោគរបស់អត្ថនៃព្រះធម៌ដែលខ្ញុំប្រកាសណាសម្ដែងសិតសឹងជាការឧបនិស្ស័យស្ដីអំពីហេតុដែលជាប្រយោជន៍នាំមកនៅក្នុងព្រះពុទ្ធសាសនាគឺជាហេតុដែលនាំមកឲ្យមានភាពវៃឆ្លាតនិងការគោរពបដិបត្តិទៅតាមប្រពៃណីទំនៀមទម្លាប់បង្កប់រាប់បញ្ជាទៅតាមអាចារ្យទីសាប្រមោកដែលជាគ្រូបាអាចារ្យរក្សានៅក្នុងព្រះពុទ្ធសាសនាតែងតែប្រកបនៅក្នុងការយល់យកនៃសំណេរនិងសំនៀងជាបត្រៃបិដកមានទំនៀមទម្លាប់និងប្រពៃណីពោលរឿងមគ្គធៈដែលជាអ្នកអាស្រ័យយល់យកប្រកបនៅក្នុងអក្សរសាស្ត្រនិងអក្សរសិល្ប៍ការប្រកបនៅក្នុងហេតុដែលនាំមកនៅភាពរីកចម្រើនថ្គុំថ្កើងទាំងសាសនានិងជាតិមាតុភូមិដើម្បីឆ្ពោះវិវត្តរកអនាគតឲ្យបានពេញលេញបរិបូរណ៍ប្រកបទៅដោយឆន្ទៈសេចក្តីមោះមុតយ៉ាងដូចនេះឯងទើបបានខ្ញុំប្រកាសណាពោលនៅក្នុងអត្ថនាំមកនៅបរិបូរណ៍នឹងពេញលេញដោយស្ថិរភាពត្រឹមត្រូវទៅតាមបែបបទនិងស្ថានដែលបានមកអំពីការទៀវឆ្លាតនៃឆ្លៀសវៃជាសក្ខីភាពនៅក្នុងវិសបុកទុកនៅក្នុងហេតុដែលជាអត្ថបទដ៏មានអររសនៅក្នុងហេតុក៏ប៉ុន្តែឃើញថាក្នុងនេះមានការពាក់ព័ន្ធដែលត្រូវបានប្រជែងនឹងឈ្នានេះគ្នាទៅវិញទៅមកលោកទាំងឡាយចូលប្រើសតិសម្បញ្ញៈសេចក្តីរលឹកដឹងដោយអត្ថនៃព្រះធម៌សេចក្តីអត្ថនេះលោកទាំងឡាយបានពិពរមិលនៅក្នុងការមើលហើយយោគយល់នៅក្នុងអត្ថន័យសេចក្តីអធិប្បាយបរិយាយដោយមានការអង្គាយយ៉ាងហ្មត់ចត់ហាក់បីដូចជាត្រេះរិះពិចារណាដោយសតិស្មារតីពេញលេញបរិបូរណ៍ប្រកបទៅដោយឆន្ទៈនិងសក្ខីភាពដែលបានជាប្រយោជន៍នៅពាក្យពេចន៍សោកសៀកនៅក្នុងហេតុជាច្រើនដែលជាប្រធានបទកំណត់ឲ្យលោកទាំងឡាយមានបញ្ញាបាធិការដែលបានមានពាក្យឲ្យចាំទុកនៅក្នុងហេតុដើម្បីឲ្យលោកទាំងឡាយយល់អំពីសេចក្តីសំផ្គូផ្គងទៅតាមបែបបទនិងស្ថានរបស់ចាស់ព្រឹទ្ធាចារ្យដែលបានកំណត់យល់យកព្រះកក្នុងអត្ថនៃបាលីមគ្គធៈដែលកើតចេញអំពីនគរកាយបាយនៅក្នុងឆ្នាំមិនមែនជាការប្រឆាំងឬតោះតែងខ្វែងគំនិតដោយប្រការណាឡើយគឺជាសេចក្តីអត្ថដើម្បីឲ្យមនុស្សយល់អំពីសតិស្មារតីដើម្បីទប់ស្កាត់ក្នុងការអភិវឌ្ឍកំពុងអភិវឌ្ឍនៅក្នុងកិច្ចនានាដែលមានបច្ចេកវិទ្យាជាប្រធាននាំមកធ្វើឲ្យលោកអ្នកទាំងឡាយនឹងខ្លាចទៅជាទោសទណ្ឌនៅក្នុងហេតុដែលមិនបានពិចារណាដែលឃើញកន្លងមកនេះដោយសារតែការមិនស្ដាប់យល់យកប្រកបនៅក្នុងអត្ថនៃព្រះធម៌ដែលបានសម្ដែងថ្លែងទុកជាយូរមកនៅក្នុងអត្ថក៏បានខ្សាបរលាបនៅក្នុងការដែលគ្មានតម្លៃជាយថាហេតុនាំមកធ្វើឲ្យសាសនាបាត់បង់ម្ដងបន្តិចដោយទង្វើនិងសតិស្មារតីមិនបានឲ្យអាវាតទូមានព្រានប្រដៅឲ្យយល់អំពីទំនៀមទម្លាប់ប្រពៃណីនៅក្នុងការរក្សាសិលប្រកបទៅដោយគុណកតញ្ញូកតវិធីតាធម៌គឺធម៌ប្រកបទៅដោយឆន្ទៈមោះមុតយ៉ាងប្រកបនៅក្នុងភាពត្រឹមដូច្នេះនៅក្នុងអត្ថសេចក្តីនេះក៏បានបន្ទុះស្រាយបែបបទនិងស្ថាននានាយល់យកប្រកបដោយមិនបានដឹងថាមគ្គធៈគឺជាភាសាដើមនៃប្រទេសរបស់ដូច្នេះខ្ញុំប្រកាសណាសូមពោលក្នុងអត្ថថានេះជាកតិរបស់អ្នកប្រាជ្ញដែលយល់យកប្រក្រាសាស្មារតីនិងការយល់យកប្រកបហាក់បីដូចជាពាក្យមួយឃ្លាដែលលោកបានពោលកបចិត្តជាទេវតាមាត់ជាទេវតាសេចក្តីអាននេះថ្លែងចែងទុកដើម្បីជាសតិឲ្យទាំងអស់លោកអ្នកនោះគ្រាន់តែចង់ដឹងថាតើក្នុងប្រទេសកម្ពុជាពោពេជ្រដែលអាចឈរជ្រងបាននៅលើពិភពនៃលំដាប់សេដ្ឋកិច្ចត្រល់តែលោកទាំងឡាយស្គាល់អំពីប្រព័ន្ធនិងការធ្វើនៃបច្ចេកវិទ្យានេះមានរបៀបនិងពាក្យថាសីមាគឺជាការកូលទៅអេឡិចត្រូនិក
ពីមួយទៅមួយទៅតាមកម្លាំងដែលអាចស្រូបទៅតាមយោធបញ្ចេញបញ្ជូនទៅតាមគ្នាដើម្បីឲ្យមានគុណភាពនិងសក្តានុពលនៅក្នុងកម្លាំងការប្រើប្រាស់បច្ចេកវិទ្យាដូច្នេះវត្ថុទាំងអស់ត្រូវមានលោហៈដែលជាកម្លាំងមួយយ៉ាងដែលអាចទប់នៅក្នុងចរន្តដែលប្រើប្រាស់បច្ចេកវិទ្យានេះលោកទាំងឡាយត្រូវដឹងថាបច្ចេកវិទ្យាគឺជាសម័យទំនើបមែនក៏ជាសម័យដែលគ្រោះថ្នាក់បំផុតដោយខ្វះការពិចារណាខ្ញុំប្រកាសណាធ្វើវីដេអូនេះដើម្បីលោកទាំងឡាយយល់ឈប់នៅក្នុងការដែលបានត្រូវខាំងខាត់នៅក្នុងបច្ចេកវិទ្យាព័ត៌មានត្រូវផ្សាយទៅតាមនីតិវិធីក្រិតក្រមទៅតាមវិន័យដែលជាអ្នកត្រូវបានសិក្សារៀនចេះដឹងឲ្យមានដំណប្រកួតនិងស្មារតីបំពេញតួនាទីនៃតបកិច្ចភាពរឹងមាំរបស់ប្រទេសជាតិមាតុភូមិនិងសាសនាថ្ងៃណាមួយលោកនឹងបានយល់បានខើយទៅបានជាខ្ញុំធ្វើវីដេអូនេះនិងការរៀបចំដើម្បីពន្យល់ខ្លះនៅក្នុងបច្ចេកវិទ្យាលោកទាំងឡាយគ្រប់វិស័យក្នុងការធ្វើគ្រឿងអេឡិចត្រូនិកត្រូវដឹងអំពីសរសៃនៃការផ្ដល់ព័ត៌មាននៅក្នុងផ្ទាំងដែលលោកអ្នកទាំងឡាយត្រូវបានប្រើសឹងជាមានការបង្កប់នៅក្នុងអត្ថន័យសេចក្តីអធិប្បាយបរិយាយដើម្បីលួចទិន្នន័យនិងការយកប្រកបនៅក្នុងសភាពក៏ប៉ុន្តែលោកទាំងឡាយត្រូវដឹងថារបស់អស់នោះខ្ញុំប្រកាសណាជាការយោគយល់នៅក្នុងហេតុបានរៀនសូត្រចំណេះចេះដឹងនៅក្នុងហេតុទាំងនេះទើបបានគេខ្ញុំប្រកាសណាដឹងអំពីកម្លាំងនៃធម៌ពលរបស់បច្ចេកវិទ្យាយ៉ាងច្បាស់ខ្ញុំប្រកាសណាសូមអរគុណនិងអរព្រដូច្នេះលោកទាំងឡាយត្រូវចាំទុកពាក្យសម្ដីរបស់ខ្ញុំប្រកាសណា